វាសួរដល់បងអតិជនរបស់ SM ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកិត្តិយសណាស់ហើយមកជាមួយនឹងក្រុមការងារខ្ញុំដើម្បីផលិតជាវីដេអូក្នុងការចែករំលែកទៅដល់បងទាំងអស់គ្នាតាក់ទងទៅលើវិធីសាស្ត្រក្នុងការថែទាំអាងហើយទឹកដល់ខ្លួនឯងឲ្យបានត្រឹមត្រូវនិងមានសុវត្ថិភាពបាទដោយសារតែឃើញថាបងប្អូនយើងមួយចំនួននៅតាម social media ដូចជា Facebook TikTok ចឹងគាត់ comment ជាសំណួរមកសួរជាបងដោយសារតែគាត់ចង់ដឹងថាអាងហែលទឹកគួរតែសម្អាតមួយអាទិត្យប្រហែលដងបងបានវាល្អចឹងបងបើមែនតែនទៅសម្រាប់ការថែទាំអាងហើយទឹកតួបងលេងឬក៏មិនលេងក៏យើងត្រូវសម្អាតកាន់តែញឹកញាប់គឺកាន់តែល្អហើយបើសិនជាបងអត់មានពេលវេលាទេខ្ញុំ recommend ជូនបងទាំងអស់គ្នាថែទាំដល់ខ្លួនឯងនឹងរយៈពេល3ដងក្នុងមួយសប្តាហ៍បាទអរគុណច្រើនបងព្រោះសំណួរទី2បងម្នាក់គាត់បាន comment ថាអាងហែលទឹករបស់គាត់ហ្នឹងវាប្រែទៅជាពណ៌បៃតងចឹងបងដោយសារតែមកហេតុអីដែរបងកត្តាដែលអាងហើយទឹកយើងឡើងស្លែប្រែពណ៌បៃតងឬក៏មានប្រតិកម្មឡើងពណ៌សហ្នឹងគឺកត្តាមកពីការប្រើប្រាស់សារធាតុគីមីមិនត្រឹមត្រូវអញ្ចឹងនៅពេលដែលយើងប្រើប្រាស់សារធាតុគីមីអត់ត្រឹមត្រូវកម្រិត pH ឬក៏សារធាតុក្លរហ្នឹងអត់គ្រប់ស្តង់ដារដែលយើងប្រើប្រាស់គឺទឹកហ្នឹងគឺអាចនឹងថាឡើងស្លែឡើងអីបាទអូខេបងហើយសំណួរទី3ហ្នឹងតើ pH វាល្អសម្រាប់អាងហែលទឹកប្រហែលដែរបងចំពោះកម្រិត pH ដែលល្អបំផុតហើយដែលខាងអ្នកជំនាញដូចជាខាងក្រុមហ៊ុនយើងខ្ញុំ recommend ទៅភ្ញៀវហ្នឹងគឺយើងភាគច្រើនគឺយើងចង់ឲ្យភ្ញៀវប្រើនៅក្នុងកម្រិត 7.2 ឬក៏ 7.6 អញ្ចឹងបើស្ថិតនៅក្នុងកម្រិតហ្នឹងគឺអាងទឹករបស់យើងគឺមានសភាពថ្លាស្អាតហើយប្រើទៅអត់មានប្រតិកម្មស្បែកជាពិសេសបងដែលធ្លាប់ទៅហែលទឹកនៅកន្លែងសាធារណៈឬក៏ហែលទឹកដែលបានជួបប្រទះនៅករណីស្បែកគាត់ឡើងរឡើងល្មមឬក៏ភ្នែកគាត់ឡើងក្រហមហ្នឹងពេលខ្លះមកពីកត្តា pH ហ្នឹងដែរអញ្ចឹងអ្វីដែលសំខាន់គឺយើងត្រូវកំណត់កម្រិត pH ឲ្យបានត្រឹមត្រូវបាទបងអរគុណច្រើនបងហើយសំណួរទី4ហ្នឹងមានបងម្នាក់ទៅក៏សួរថាខោរីនហ្នឹងវាមានទូនាទីអ្វីខ្លះបងជាការពិតណាស់អាងហើយទឹករបស់យើងគឺការប្រើប្រាស់សារធាតុក្លរនេះគឺចាំបាច់បំផុតព្រោះអីដែលសារតែក្លរវាអាចជួយសម្រាប់មេរោគកម្ចាត់បាក់តេរីនៅក្នុងទឹកហើយជួយឲ្យយើងទឹកយើងនឹងថ្លាស្អាតមានសោភ័ណភាពស្រស់ស្អាតមែនតើបាទអរគុណច្រើនបងហើយសំកាត់មួយទៀតចំពោះនៅក្នុងចំណុចក្លរនេះក្លរនៅលើទីផ្សារបងប្អូនដឹងស្រាប់គឺវាមានច្រើនប្រភេទអាចប្រើជាប្រភេទក្លរ 70% ឬ 90% ហើយ 90% ក៏យើងបែងចែកជាប្រភេទក្លរដែរវាមានច្រើនធ្វើច្រើនអីចឹងចំពោះសារធាតុក្លរបងអាចប្រើទៅតាមតម្រូវការឬក៏បងធ្លាប់ប្រើបែបម៉េចបងអាចប្រើនឹងបានតែអ្វីដែលសំខាន់បំផុតគឺបងប្រើឲ្យត្រូវទៅនឹងបច្ចេកទេសត្រូវនឹងក្បួនវាគឺអត់មានផលប៉ះពាល់អីទេបាទបងអរគុណច្រើនបងសំណួរបន្ទាប់ហ្នឹងទឹកស្អាតដោយសារតែទឹកគាត់ហ្នឹងស្អាតអត់ថ្លាបងនិយាយទៅអាហ្នឹងវាជាមួយហេតុអ្វីដែរបងបានវាស្អាតចឹងបងបញ្ហាដែលបង្កឲ្យទឹកមានសភាពថ្លាអត់ដាច់ស្អាតយើងមើលទៅគឺអត់មានសភាពស្រស់ស្អាតទេហើយក៏អត់ចង់ឲ្យយើងលេងកម្សាន្តដែរដោយសារតែកត្តាទី1គឺការថែទាំរបស់គាត់អត់ដល់កត្តាទី2មកពីការឧបករណ៍ម៉ាស៊ីនរបស់គាត់ដូចជា filter អញ្ចឹង filter របស់គាត់ធម្មតាវាមានប្រព័ន្ធខ្សាច់ចម្រោះនៅក្នុងហ្នឹងអញ្ចឹងជាចាំបាច់បំផុតគឺខ្ញុំ recommend ជូនបងទាំងអស់គ្នាដែលថែទាំដល់ខ្លួនឯងហ្នឹងគឺក្នុងមួយសប្តាហ៍គឺបងត្រូវការ bed wash filter ឲ្យបាន2ដងហើយកត្តាមួយវិញទៀតគឺនៅក្នុងខ្សាច់ដែលខ្សាច់នៅក្នុង filter ហ្នឹងអាចនឹងអាយុកាលវាយូរហើយសមត្ថភាពចម្រោះរបស់វាគឺអស់អញ្ចឹងក៏យើងអាចមកពីកត្តាខ្សាច់នឹងផងដែរអញ្ចឹងខ្សាច់នឹងបើមែនតែនទៅបងអាចប្រើរយៈពេល2ឆ្នាំ3ឆ្នាំ4ឆ្នាំយើងឆែកមើលខ្សាច់នឹងម្ដងបើវាអស់សុពលភាពយើងអាចផ្លាស់ប្ដូរបានហើយអ្វីដែលសំខាន់មួយទៀតគឺការកំណត់នៅសារធាតុគីមីនៅក្នុងទឹកដូចជាការប្រើប្រាស់ pH ប្រើប្រាស់ chlorine ហ្នឹងគឺប្រើប្រាស់ឲ្យត្រូវស្តង់ដារប្រើប្រាស់ឲ្យត្រូវកម្រិតអញ្ចឹងអាភាពស្អាតភាពអត់ថ្លាអត់ស្អាតហ្នឹងគឺវាមកពីកត្តាទាំងអស់ហ្នឹងបាទបងបាទហើយសំណួរបន្ទាប់ហ្នឹងគាត់សួរថាអាងហែលទឹកគាត់ហ្នឹងអាចសម្អាតដោយខ្លួនឯងបានអត់បងបើចំពោះការសម្អាតដោយខ្លួនឯងគឺពិតជាអាចសម្អាតបានព្រោះដោយសារអីអឺការបូមទលីការដងសម្រាប់ដងនៅក្នុងទឹកគឺគាត់អាចប្រើប្រាស់
គឺគាត់អាចប្រើដោយខ្លួនឯងឬក៏សម្អាតដោយខ្លួនឯងបានអត់មានជាបញ្ហាអីទេតែអ្វីដែលជាបញ្ហាគឺត្រូវឲ្យគាត់យល់ច្បាស់ពីការប្រើប្រាស់នៅសារធាតុគីមីហ្នឹងឲ្យបានត្រឹមត្រូវតើការដាក់ថ្នាំកម្រិតណាការខ្វះអីខ្វះខ្លខ្វះអាស៊ីតឬក៏មុននឹងដាក់ហ្នឹងគឺគាត់ត្រូវចេះនៅការតេស្តរកសារធាតុទាំងអស់ហ្នឹងមុននឹងគាត់ប្រើប្រាស់ថ្នាំទាំងអស់ហ្នឹងបាទ ខេបងហើយសំណួរបន្ទាប់ហ្នឹងតើយើងគួរជួលសេវាសម្រាប់មើលការថែទាំអាហារទឹកយើងអត់បង អឺសំណួរមួយនេះបើមែនតែនទៅវាពិតជាល្អព្រោះដោយសារអីការដែលគាត់ទទួលសេវាកម្មថែទាំអាងហែកទឹកពីខាងក្រុមហ៊ុនឬក៏ពីខាងណាដែលគាត់មានជំនាញនេះគឺពិតជាល្អមែនទែនព្រោះដោយសារអីទីមួយសេវាកម្មថែទាំនេះគឺគេធ្វើដោយមានភាពទំនួលខុសត្រូវមានបច្ចេកទេសច្បាស់លាស់ហើយអ្វីដែលសំខាន់គឺគាត់ចំណេញពេលវេលាការថែទាំទៅលើឧបករណ៍របស់គាត់ផ្សេងៗនោះគឺគេជួយថែទាំឲ្យគាត់បានល្អមែនទែនហើយតាក់ទងទៅលើសោភ័ណភាពសុវត្ថិភាពក្នុងការប្រើប្រាស់ទឹកហ្នឹងក៏ខ្ពស់ផងដែរល្អជាងគាត់សម្អាតខ្លួនឯងទៀត បាទបងបាទសំណួរមួយទៀតសំណួរចុងក្រោយហ្នឹងបើសិនជាអាងទឹកគាត់ຕົកចោលក៏អត់មានអ្នកលេងអញ្ចឹងយើងគួរតែសម្អាតអត់បងដោយសារតែអត់មានមនុស្សប្រាប់អញ្ចឹងយើងຕົកចោលអញ្ចឹងបង មែនតើទៅអាងហែកទឹកទូគាត់មិនលេងឬក៏លេងកន្លែងដូចខ្ញុំផ្ដល់ចម្លើយតាំងពីវគ្គមុនហ្នឹងគឺយើងត្រូវតែសម្អាតពីព្រោះអីយើងធ្វើអាងទឹកដើម្បីលម្អផ្ទះចង់ឲ្យផ្ទះយើងស្អាតបាទអញ្ចឹងពេលភ្ញៀវមកគឺចង់ឃើញទិដ្ឋភាពស្អាតមែនតើអញ្ចឹងទូគាត់លេងមិនលេងក៏ដោយក៏ត្រូវតែសម្អាតដែរដើម្បីវាបង្កើននូវសោភ័ណភាពក្នុងផ្ទះយើងឲ្យបានកាន់តែស្អាតទៀត បាទអរគុណច្រើនបង បាទអញ្ចឹងចំពោះបងអតិថិជនទាំងអស់គ្នាដែលមានចម្ងល់តាក់ទងទៅលើការប្រើប្រាស់អាងហែកទឹកឆ្ងល់តាក់ទងទៅលើបញ្ហាអីក៏ដោយអាចនៅក្នុងក្រោមអាងហែកទឹកបងអាចធ្វើការ comment នៅក្នុងវីដេអូនេះបានយើងខ្ញុំនឹងជួយដោះស្រាយរាល់បញ្ហាបងទាំងអស់គ្នាបានបាទអរគុណ